សំណួរចូលរៀបរាប់ពីផលប៉ះពាល់នៃសំណល់រឹងចម្លើយផលប៉ះពាល់នៃសំណល់រឹងបង្កជាបញ្ហាដូចជាការបំពុលទឹកដីខ្យល់និងចម្លងជំងឺរាតត្បាតផ្សេងៗដល់មនុស្សសត្វនិងរុក្ខជាតិហើយធ្វើឲ្យទីប្រជុំជននានាបាត់បង់សោភ័ណភាពនិងកង្វក់ដោយសារក្លិនស្អុយនៃកាកសំណល់ទាំងនោះមិនតែប៉ុណ្ណោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វរុក្ខជាតិព្រមទាំងមានឥទ្ធិពលដល់សេដ្ឋកិច្ចនិងមោទនភាពជាតិផងដែរសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ